và lấy thằng pin này bao brand Xiaomi được kia tụm hốt 20 inch được kia còn bàn tay តម្លៃ គឺខុសគ្នាអញ្ចឹងបើគាត់ជាមានចំណុចអីមួយដែលខុសគ្នាដែលធ្វើតម្លៃពីរនេះខុសគ្នាអញ្ចឹងខ្ញុំនឹងមកប្រាប់ពីភាពខុសគ្នារវាងបាលី 20 អ៊ីងទាំងពីរនេះអញ្ចឹងសម្រាប់ពេលដែលយកមកតំជាប់គ្នាអញ្ចឹងបងឃើញភាពខុសគ្នារូបរាងខាងក្រៅមួយត្រង់ថាប្រភេទនេះវារៀងទាបជាងបន្តិចក៏ប៉ុន្តែវាឲ្យទៅតឹងបានធំជាងក៏ប៉ុន្តែប្រភេទនេះវាឲ្យជាមួយនឹងកម្ពស់បានខ្ពស់ជាងក៏ប៉ុន្តែទៅតឹងវារៀងខ្លីជាងបន្តិចនៅពេលដែលយើងដាក់ចូលគ្នាអញ្ចេះក៏ប៉ុន្តែរូបរាងខាងក្រៅវាមិនមែនជាបញ្ហាក្នុងការឲ្យតម្លៃខុសគ្នាប៉ុណ្ណឹងទេក៏ប៉ុន្តែអីដែលសំខាន់គឺសម្ភារៈដែលយកមកផលិតបាលីនេះគឺមានភាពខុសគ្នាបងអញ្ចឹងសម្រាប់បាលីតម្លៃ$169ទំហំ20អ៊ីងមួយនេះគឺគេយកជាមួយនឹងសម្ភារៈប្រភេទ aluminium alloy យកមកធ្វើការផលិតទៅលើបាលីមួយនេះដែលធ្វើឲ្យវាមានភាពរឹងមាំធន់និងតាន់ខ្លាំងជាងមុននិងមិនងាយឆ្កូតខ្លាំងក៏ប៉ុន្តែទៅលើប្រភេទនេះវិញមានតម្លៃត្រឹមតែ$119ដែលតួខ្លួនទាំងមូលនេះគឺធ្វើចេញអំពីជ័រប្រភេទ polycarbonate ក៏ប៉ុន្តែគែមសងខាងគឺគេអមមកជាមួយនឹងប្រភេទ aluminium ដូចគ្នាដើម្បីការពារគែមពីការបាក់បែកនិងកកិតខ្លាំងអញ្ចឹងបាលីទាំងពីរនេះគឺសម្ភារៈយកមកផលិតគឺពីរផ្សេងគ្នាទៅធ្វើតម្លៃវាពីរផ្សេងគ្នាផងដែរក៏ប៉ុន្តែទំហំគឺ20អ៊ីងដូចគ្នាជាប្រភេទ carry on យកឡើងយន្តហោះក៏បាន check in ក៏បានយកទៅប្រើការប្រចាំថ្ងៃទៅណាក៏បានផងដែរបងអញ្ចឹងបើសិនជាបងកំពុងតែស្វែងរកជាមួយនឹងប្រភេទ Valley carry on ទំហំត្រឹមតែ20អ៊ីងអាចធ្វើការងាកមកប្រើជាមួយ brand Xiaomi បានជម្រើសគឺមានពីរនេះជូនមកបង